ថ្ងៃនេះខ្ញុំចេញពីថតមកក៏ឃើញសកម្មភាពដែលគេកំពុងតែឈូសឆាយផ្លូវហើយផ្លូវនេះគឺបឹងឃុំគេហៅថាផ្លូវបឹងឃុំដែលស្ថិតនៅក្នុងឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបងហើយសកម្មភាពដែលគេចាក់នេះគឺគេចាក់ប្រភេទថ្មក្រួសក្រហមហើយមានត្រាក់ទ័រមានអាឡូមានអីសម្រាប់កិនអីចឹងទៅប៉ុន្តែគាត់ថាมันទាន់ស្អាតបាត100%ទេនេះគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះដែលមានឡានមានអីមានត្រាក់ទ័រមានអីគេឈូសឆាយមកតង់អីចឹងទៅណាប្រិមិត្តបងប្អូន ប៉ុន្តែមិនទាន់ស្អាតបាត100%ទេនៅមានគេធ្វើបង្ហាប់ឲ្យណែនឲ្យអីចឹងណាគេឈូសឲ្យស្មើអញ្ចឹងទៅបង្ហាប់ឲ្យណែនអីចឹងទៅបានវាស្អាតហើយភ្លឹងតែនេះគឺជាដំណាក់កាលដំបូងហើយនេះគឺលោកមេភូមិថ្មីតែម្ដងប្រិមិត្តបងប្អូនដែលគាត់មកមើលអំពីសកម្មភាពនៃការឈូសឆាយក៏ដូចជាការចាក់នៅថ្មក្រហមហ្នឹងឯងប្រិមិត្តបងប្អូននិយាយទៅគឺឡានមកបន្តក៏តុយគ្នាតែម្ដងតាមក៏ពិតទៅគឺខ្ញុំឃើញឡានជួលមកច្រើនប្រិមិត្តបងប្អូនហើយខ្ញុំជាឆ្ងល់ថា ផ្លូវហ្នឹងចាក់ទៅណាអញ្ចឹងណាអញ្ចឹងក៏ខ្ញុំឆ្លៀតជិះចូលមកតិចទៅប្រិមិត្តបងប្អូនហើយផ្លូវហ្នឹងគេហៅថាផ្លូវបឹងឃុំហ្នឹងឯងផ្លូវហ្នឹងគឺកាត់ទៅឈូកតូចប្រិមិត្តនិយាយទៅពុកម៉ែបងប្អូនដែលគាត់រស់នៅឃុំតាម៉ឺនស្រុកថ្មគោលជាពិសេសគឺបងប្អូនដែលគាត់រស់នៅភូមិតាសីភូមិកសាំងតានៀបគោកទ្របភូមិថ្មីអាហ្នឹងគាត់ស្គាល់ហើយឈូកតូចប្រិមិត្តអ្នកខ្លះគាត់មានស្រែមានអីនៅហ្នឹងអញ្ចឹងទៅគឺគាត់ទៅធ្វើនៅហ្នឹងអញ្ចឹងផ្លូវដែលគេធ្វើហ្នឹងគឺធ្វើពីបឹងឃុំទៅកាត់ទៅឈូកតូចហ្នឹងឯង ហើយនិយាយទៅគឺផ្លូវហ្នឹងគឺគេធ្វើឲ្យមួយកណាត់ហើយក៏ប៉ុន្តែគាត់ថានៅមួយកណាត់ទៀតអីចឹងទៅគេកំពុងតែឈូសឆាយធ្វើបន្តអញ្ចឹងណាប្រិមិត្តហើយបើសិនជាថាបានធ្វើផ្លូវស្អាតគ្រប់ខ្សែប្រិមិត្តនឹងថាល្អប៉ុណ្ណាទេប្រិមិត្តបងប្អូនយើងដែលគាត់ទៅធ្វើស្រែធ្វើចំការហ្នឹងដឹកជីដឹកស្រូវដឹកអីយកទៅព្រោះម៉ាស៊ីនច្រូតម៉ាស៊ីនដឹកស្រូវអីផ្សេងឡានដឹកស្រូវអីចូលបានស្រួលអញ្ចឹងណាប្រិមិត្តអញ្ចឹងគឺថាល្អខ្លាំងមែនទែនមិនដូចកាលពីជំនាន់ខ្ញុំនៅក្មេងៗប្រិមិត្ត ឃើញពុកម៉ែបងប្អូនដែលគាត់ទៅធ្វើស្រែរុញក្យ័នប្រិមិត្តបងប្អូនផ្លូវវាជាប់ផុសជាប់អីកលិចកលុកណារុញតាំងពីផ្លូវចូលរហូតដល់កន្លែងបាចប្រិមិត្តបងប្អូនអាហ្នឹងគឺខ្ញុំធ្លាប់មានប្រវត្តិខ្លះៗដែរនិយាយទៅនេះគឺខ្ញុំបានចេញមកវិញហើយប្រិមិត្តបងប្អូនទេសភាពដោយតែពុកម៉ែបងប្អូនបានឃើញអញ្ចឹងតាមផ្លូវហ្នឹងគឺថាស្អាតមែនទែនឡើងខៀវស្រងាត់តែម្ដងហើយកន្លែងនេះគឺគេដាំសណ្តែកប្រិមិត្តមានដាំបន្លែដាំសណ្តែកដាំជីដាំអីចឹងណាប្រិមិត្តអ្នកខ្លះគាត់ខ្ជិលធ្វើស្រែគាត់ធ្វើចំការធ្វើអីម្ដងគាត់ដាំបន្លែដាំអីម្ដង ហើយតែពុកម៉ែបងប្អូនឃើញតាមបន្លាយមានទឹកមានអីខ្លះៗហ្នឹងអាហ្នឹងគឺទឹកភ្លៀងប្រិមិត្តភ្លៀងប្រហែលថ្ងៃនេះគឺភ្លៀងរៀងច្រើនគួរសមដែរអញ្ចឹងទៅតាមស្រែតាមអីហ្នឹងគឺចាប់ផ្ដើមមានទឹកហើយបើតាមដែលខ្ញុំមើលឃើញណាស្រែខ្លះគឺល្អគួរសមដែរប្រិមិត្តហើយជាមានទឹកមានអីគ្រប់គ្រាន់អញ្ចឹងណាអញ្ចឹងទៅអ្នកស្រែឲ្យតែមានប្រព័ន្ធធារាសាស្ត្រមានទឹកមានអីគ្រប់គ្រាន់ណាប្រិមិត្តពុកម៉ែបងប្អូនមួយឆ្នាំគាត់ធ្វើបាន2-3ដងណាប្រិមិត្ត ហើយទោះបីជាថាពេលខ្លះស្រូវចុះថោកក៏គាត់នៅតែធ្វើព្រោះអាហ្នឹងជាមុខរបររបស់គាត់ណាប្រិមិត្តប៉ុន្តែបើសិនជាប៉ះស្រូវឡើងថ្លៃវិញគឺថាគ្រប់ទឹកតែម្ដងអ្នកខ្លះគាត់ធ្វើតែស្រែមានលុយទិញឡានមានលុយធ្វើផ្ទះវីឡាឡើងប៉ុណ្ណាណីហើយមិនថាអ្នកស្រែមិនធម្មតាទេណាប្រិមិត្ត